តើបនថិតនៅក្នុងចិត្តដូចម្ដេចវគ្គ1ដើម្បីឲ្យយើងស្គាល់ច្បាស់ថាបននៅក្នុងចិត្តដូចម្ដេចទាល់តែយើងដឹងច្បាស់ថាបនមានរូបរាងឬលក្ខណៈដូចម្ដេចសិនដូច្នេះពាក្យថាបនជាភាសាសំស្ក្រឹតភាសាបាលីថាបញ្ញៈមកពីបាលីពេញថាអត្តណោសន្តានំពុណាតិសោថេតៃតិបញ្ញੰប្រែជាភាសាខ្មែរថាធម្មជាតិណាដែលជំរះសម្អាតសន្តានចិត្តរបស់ខ្លួនឲ្យស្អាតបរិសុទ្ធផូរផង់គឺស្អាតប្រាចាមន្ទិលដែលធ្វើឲ្យចិត្តសៅហ្មងមានលោភៈទោសៈមោហៈជាដើមដូច្នេះយើងអាចសង្ខេបហៅខ្លីបានថាបុណ្យឬកុសលឬចិត្តល្អក៏បានបុណ្យឬកុសលឬចិត្តល្អជានាមធម៌ដែលយើងមិនអាចមើលឃើញដោយភ្នែកស្ដាប់ឮដោយត្រចៀកធំក្លិនដោយច្រមុះដឹងរសដោយអណ្ដាតស្ទាបប៉ះដោយដៃដូច្នេះតើយើងអាចទិញឬលក់ឬដោះដូរទៅនឹងវត្ថុអ្វីមួយផ្សេងទៀតបានដោយវិធីដូចម្ដេចសូមរងចាំវគ្គ2បន្តសូមសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅសូមអនុមោទនាទស្សនកម្មផល